nào nét và cùng một căn đại ski hub ní cái chiếc course tí mũi để dựng một riêng làm pi Python course để ra tại channel bảo dương nó cứ nâng một riêng nào này làm pi skill để tẹt tông từ nâng data chẳng ní cứ chia course tí mũi để sắp làm pi Python chẳng ní cứ chia video để tẹt để dương nó bằng hai nhóm pi Python course outline ថានៅក្នុង course Python នេះតើយើងនឹងបង្រៀនអ្នកនរគ្នាអំពីអីខ្លះអូខេអញ្ចឹងយើងចូលទៅមើលទាំងអស់គ្នានៅក្នុង course outline ហ្នឹងគឺយើងសិក្សាអំពីសិក្សាទៅលើ8ចំណុចធំអ្នកនរគ្នាក្នុងមួយចំណុចហ្នឹងគឺ take time មែនតើនៅក្នុងការរៀនមិនមែនរៀនតែ2វីដេអូ3វីដេអូចប់ទេអញ្ចឹងនៅក្នុងនោះដែរយើងនឹងសិក្សាអំពី introduction to Python basic Python object oriented programming សិក្សាទៅលើ advanced Python ចំណុចទី5យើងនឹងសិក្សាអំពី Python concurrency Python regage Python unit testing ហើយចំណុចចុងក្រោយគឺយើងនឹងសិក្សាអំពី NumPy អូខេអញ្ចឹងនៅក្នុង section ដំបូង introduction to Python យើងនឹង briefly អ្នកទាំងគ្នាអំពីអ្វីទៅជា Python យើងនឹងប្រាប់បង្រៀនអ្នកនរគ្នារបៀប download Python របៀប install Python ដាក់ទៅលើ computer អ្នកនរគ្នារបៀប set up VS Code សម្រាប់ប្រើ Python ហើយនឹងយើងនឹងបង្រៀនអ្នកនរគ្នារបៀបសរសេរ Hello World program ជាមួយនឹង Python អញ្ចឹងបន្ទាប់មកទៀតនៅក្នុង section ទី2យើងនឹងសិក្សាទៅលើ15ចំណុចធំអ្នកនរគ្នានៅក្នុង Python basic ហ្នឹងនៅពេលដែលអ្នកនរគ្នារៀនចប់គឺអ្នកនរគ្នានឹង just ទៅលើភាគច្រើនទៅលើផ្នែកនៃ Python programming language ហ្នឹងអញ្ចឹងនៅក្នុងនោះដែរយើងនឹងសិក្សា fundamental របស់ Python operator control flow function list dictionary set exception handling យើងនឹងសិក្សាលម្អិតទៅលើ loop យើងនឹងសិក្សាលម្អិតទៅលើ function យើងនឹងសិក្សាទៅលើ module ហើយនិង packages យើងនឹងសិក្សាអំពីរបៀបគ្រប់គ្រង file ដែលប្រើ Python យើងនឹងសិក្សាអំពីរបៀបគ្រប់គ្រង directory ឬដែលយើងហៅថា folder ហ្នឹងដែលប្រើ Python យើងនឹងសិក្សាលម្អិតទៅលើ string ហើយចំណុចចុងក្រោយនៅក្នុង section ហ្នឹងយើងនឹងសិក្សាអំពី third party packages pipe ហើយនិង virtual environment ចូលទៅដល់ចំណុច section ទី3យើងនឹងសិក្សាអំពី OOP ដែលយើងហៅថាដែលជាពាក្យកាត់ឬពាក្យពេញរបស់វានោះគឺ object oriented programming នៅពេលដែលអ្នកនរគ្នាចេះអំពី object oriented programming language នឹងហើយអ្នកនរគ្នានឹងអាចបង្កើតកម្មវិធី software ដោយមានប្រសិទ្ធភាពបាននៅក្នុងនោះដែរយើងសិក្សាអំពី10ចំណុចធំដូចគ្នាយើងសិក្សាអំពី class object special method property single inheritance enumeration solid principle multi inheritance descriptor meta programming និង exception ជាដើមអ្នកនរគ្នាកុំតាន់ឆ្ងល់ថាតើ class ជាអី property នឹងជាអី single inheritance នឹងជាអី solid principle នឹងជាអីខាងយើងនឹងបង្រៀនអ្នកទាំងគ្នានៅក្នុងវីដេអូមេរៀនទៅលើ section មួយហ្នឹងឡើងលម្អិតមែនតើអញ្ចឹងអ្នកទាំងគ្នានឹងដឹងថា class នឹងជាអី object នឹងជាអីនៅក្នុងវីដេអូមេរៀនហើយចំណុច section បន្ទាប់យើងនឹងសិក្សាអំពី Python Advanced នៅក្នុង Python Advanced នឹងដែរយើងនឹងបង្រៀនអ្នកទាំងគ្នាឲ្យយល់ថាតើ Python ហ្នឹងវា work មិនហើយហេតុអីបានជាវា work អញ្ចឹងនៅក្នុងនោះដែរយើងនឹងសិក្សាអំពី12ចំណុចធំដែលយើងភាគច្រើនទៅសិក្សាទៅលើ variable memory management scope of variable ហ្នឹង closure decorator name turbo sequence type iterator iterable ឯហ្នឹង generator context manager integer type float និង decimal ហើយចំណុចមួយទៀតយើងសិក្សាអំពី concurrency នៅក្នុង Python ហ្នឹង concurrency ហ្នឹងគឺជាយើងនឹងបរៀនអ្នកនរគ្នារបៀប implement Python concurrency ហ្នឹងដែលប្រើ multi threading multi processing ហើយនឹង asynchronous package នៅក្នុងហ្នឹងយើងនឹងសិក្សាអំពី5ចំណុចធំគឺ multi threading thread synchronization technique sharing data between thread multi processing ហើយនិង async IO ហ្នឹងគឺ input output អ្នកនរគ្នាហើយយើងនឹងសិក្សាអំពី regage
គឺ from scratch មកតែម្ដងអ្នកនរយើងសិក្សាអំពី basic regular expression quantifier set and ranges grouping look around Python regex function Python regex cheat sheet Python regex cheat sheet នេះវាគ្រាន់តែជា cheat sheet ប្រាប់អំពីរូបមន្តផ្សេងៗរបស់ regular expression បន្តមកទៀតយើងនឹងរៀនអំពី unit testing អញ្ចឹងអ្នកនរគ្នាមើល Python course នេះគឺសម្បូរបែបមែនតើនៅពេលដែលអ្នកនរគ្នា complete Python course នេះទៅអ្នកនរគ្នានឹងជា expert Python ក៏អាចថាបានដែរនៅក្នុង unit testing ហ្នឹងគឺយើងនឹងបង្រៀនអ្នកនរគ្នាពីរបៀប perform unit testing ដើម្បី test ទៅលើ code របស់អ្នកនរគ្នាអញ្ចឹងនៅក្នុងហ្នឹងយើងនឹង cover ទៅលើ4ចំណុច introduction to unit testing asset method test double test coverage ហើយនិង parameterized test ហើយចំណុចចុងក្រោយដែលជាចំណុចសំខាន់មែនតើអ្នកគ្នាដោយសារតែ NumPy ហ្នឹងគឺគេត្រូវបានប្រើ globally ជាមួយនឹង data science ឬក៏ machine learning អញ្ចឹង channel របស់យើងគឺ focus data skill អញ្ចឹងគឺយើងនឹងលម្អិតទៅលើ NumPy ហ្នឹង NumPy ហ្នឹងដែរយើងនឹងសិក្សាអំពី7ចំណុចដែលយើងនឹងចាប់ផ្ដើមពី introduction របស់វារបៀបបង្កើត array indexing slicing aggregate function array operation arithmetic operation joining and splitting array អ្នកនរច្បាស់ជាឆ្ងល់ថានៅក្នុងdata scientist គេប្រើភាគច្រើនទៅលើ NumPy Panda Matplotlib Seaborn អីផ្សេងជាដើមទៅអញ្ចឹង course នេះគឺជា course Python ដែលអ្នកនរគ្នាត្រូវតែមាន fundamental របស់វាដើម្បីនឹងឈៀងទៅកាន់ពួកទាំងអស់ហ្នឹងអញ្ចឹងយើងនឹងមាន course បន្តទៀតតាក់ទងទៅនឹង NumPy លម្អិត NumPy តែមួយ course តែឯងវាអញ្ចឹងទៅយើងនឹងបង្រៀនអំពី Panda បង្រៀនអំពី Matplotlib អីចឹងជាបន្តទៀតចឹងទៅហ្នឹងហើយអញ្ចឹងនៅពេលដែលអ្នកនរគ្នារៀនចប់ course មួយហ្នឹង course Python មួយហ្នឹងអ្នកនរគ្នានឹងយល់ដឹងអំពី Python បានយ៉ាងច្បាស់ហើយស៊ីជម្រៅមែនតើអ្នកនរគ្នាអាច build software application បានយ៉ាងស៊ីជម្រៅហើយនឹង smooth មែនតើអរគុណអ្នកនរគ្នាជំរាបលាសង្ឃឹមថាអ្នកនរគ្នានឹងតាមដានPython course នេះតាមពីដើមរហូតដល់ទីបញ្ចប់